ចាចាំបងប្អូននេះផ្ទីមកទៀតហើយបងប្អូនអើយធំហើយធំខ្លាំងហើយចានេះលំឡើងអញ្ញៃហ្មងបងប្អូនញ៉ាំហើយខ្យល់ខ្លាំងណាស់បងប្អូនអើយខ្យល់ខ្លាំងមែនតើនេះវិញល្មមបេះស្លហើយចាចាបងប្អូនអើយសុទ្ធតែផ្ទីបងប្អូនចាចាល្មមសមនេះសមដើរសំបន្លែយកមកធ្វើស្លប្រហើរហើយបងប្អូនចាល្អយ៉ាងហ្នឹងខ្ចីលបួកបងប្អូនផ្ទីដូងយើងបងប្អូនអ៊ំគាត់ថាអានោះផ្ទីដូងអានេះម្ទេសបងប្អូនម្ទេសផ្លែឡើងតុនមេចុយបងប្អូនវាចងតែបងប្អូនទៅចង់ហ្នឹងបាក់អស់ហើយចាតតន់ទុំឯងអានេះផ្លែថ្មីបងប្អូនតើម្ដើមខ្ញុំដាំហ្នឹងប្រហែលឆ្នាំហើយផ្លែរហូតផ្លែតរហូតបងប្អូនអានោះដើមត្រពុតញងខ្ញុំបន្តទៅវាដងមកអញ្ចឹងនៅក្នុងផើងហ្នឹងហ្មងទៅជាមួយដើមអាវ៉ូខាដូដើមបឺបងប្អូននេះមួយនេះដើមបឺមួយនេះដើមត្រពុតញងហើយនៅអាក្រួយផ្ទះធំមួយទៀតហើយនោះឥឡូវផ្កាដែរគេចេញផ្កាដែរបងប្អូនណាចាចាចាបងប្អូននេះផ្លែច្រើនណាបងប្អូនអើយចាផ្លែឡងទុនម៉ែកខ្ញុំតំចងហើយនេះចានេះដើមពេញប៉ោះខ្ញុំបដវាចានេះជីជ្រក់បងប្អូនអានេះ salary យើងណាខ្មែរយើងហៅជីអីខ្ញុំអត់ដឹងផងប៉ុន្តែដាក់ស្ងោរជ្រក់ទៅឆ្ងាញ់ឈ្ងុយចានេះខ្ទឹមពលខ្ទឹមទិញពីផ្សារមកយើងយកមកដាក់ដោតនៅក្នុងផើងបងប្អូនបាច់ទិញគេជុំអីតិចតួចបាច់ទិញគេបងប្អូនចាគឺមានគ្រប់សម្រាប់សម្លខ្មែរបងប្អូនគឺមានគ្រប់ចាចាំមើលខ្ញុំទៅអាមុនបែបបានមកកញ្ច្រែងត្រប់បងប្អូនឥឡូវដាក់ចូលទូទឹកកកអីតិចទៀតហ្នឹងវាផ្លែមកច្រើនទៀតឲ្យបងប្អូនអើយចាម្ទេសខ្ញុំថ្ងៃនេះខ្យល់ខ្លាំងបងប្អូន baby Maxi ម៉ណែអូនណាម៉ណែមើលកូនមើលហើយអូនហើយកូនពូ Maxi នេះ Maxi បងប្អូននេះអត់សូវបានចេញមកក្រៅគេកន្លែងបន្ទុំនៅក្នុងបន្ទប់ជាងគេមកបងប្អូនគេនឹងម៉ាករ៉ូនឹង Maxi បងប្អូនឈ្មោះគេនោះឈ្មោះដល់ហើយហៅគ្រប់ Maxi អូម៉ាម៉ាកាត់ហូមឲ្យកូនចាបងប្អូនមានតែប៉ុណ្្នឹងឯងបងប្អូនចាំមើលពេលវាក្រហមខ្លាំងបើបេះញ៉ាំបើអត់បើបេះញ៉ាំមុនវាទុំអាហ្នឹងគឺហក់ហើយប៉ុន្តែឃើញស្រឡាញ់ចឹងអត់តន់ចង់បេះញ៉ាំវាចាំឲ្យវាក្រហមសិនបងប្អូនចាអរគុណបងប្អូនហើយអរគុណសម្រាប់ comment នៅក្នុង YouTube របស់ខ្ញុំវីដេអូរបស់ខ្ញុំហើយនឹងអរគុណសម្រាប់អ្នកដែលបាន subscribe ទាំងអស់ចាបងប្អូនអរគុណច្រើនចាអរគុណដែលបានតាមដានក្រុមគ្រួសាររបស់ខ្ញុំចាអរគុណច្រើនបងប្អូន